នេះគឺជាសារតែមួយគត់ដែលមានវត្តមានអ្វីតើនាយកប្រតិបត្តិស្ត្រីដ៏មានឥទ្ធិពលអ្វីរឿងភាគដែលត្រូវឆ្លើយសំណួរមីងរបស់ខ្ញុំអូប្អូនស្រីតូចថ្ងៃនេះខ្ញុំមិនទៅទេចូលយើងដាក់វងយាយនៅក្នុងវាំងនៅទីនេះទោះជាយ៉ាងណាក៏ដោយវាគ្រាន់តែថាឧត្តមសេនីយ៍ជាងគឺជាមនុស្សយូរអង្វែងខ្ញុំមិនគិតថាខ្ញុំមានរូបរាងឬរាងកាយល្អទេអ្នកមានគុណវិបត្តិមែនទេបើដូច្នោះខ្ញុំនឹងឲ្យអ្នកមួយសូមអញ្ជើញមកក្រុមហ៊ុនខ្ញុំដើម្បីទទួលបានឱកាសតើអ្នកនឹងជ្រើសរើសការងារដែលមានប្រាក់ខែ10លានទេខ្ញុំបានប្រាប់អ្នកថាអ្នកបានធ្វើរឿងនេះម្ដងហើយម្ដងទៀតហើយពាក្យកណ្ដាលថ្ងៃនោះអនុញ្ញាតឲ្យខ្ញុំធ្វើការនៅក្រុមហ៊ុនរបស់អ្នកអូតើរឿងនេះមិនត្រូវបានអនុញ្ញាតទេអ្នកទាំងអស់គ្នាមិនអាចមនុស្សគ្រប់គ្នាចូលចិត្តនៅក្រោមមេដៃរបស់នារីស្រស់ស្អាតតើអ្នកចង់បានការងារទេខ្ញុំនឹងផ្ដល់ឱកាសនេះដល់អ្នកពិតជាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែខ្ញុំពិតជាមិនចូលចិត្តវាទេខ្ញុំកំពុងចាក់ចេញឥឡូវនេះអត្ថន័យដើម្បីចិញ្ចឹមការដេញថ្លៃប្រមូលត្បូងថ្មរបស់ជាងហ្សងការអញ្ជើញទើបតែមកដល់ការដេញថ្លៃរបស់ពួកគេនឹងធ្វើឡើងនៅសប្តាហ៍ក្រោយសួរថាតើអ្នកអាចចូលរួមបានដែរឬទេអ្នកប្រាប់ពួកគេថាខ្ញុំនឹងទៅហើយខ្ញុំនឹងនាំអ្នកទៅឯនេះម្ដងទៀតមនុស្សគ្រប់គ្នានិយាយថាស្ត្រីនេះជាខ្លាអ្នកគួរតែជៀសវាងវាប្រសិនបើអ្នកជួបប្រទះវាពិតជាពិតមែន10លាននេះប្រសិនបើដាក់ក្នុងអតីតកាលខ្ញុំមិនដែលហ៊ានស្រមៃទេប៉ុន្តែឥឡូវនេះខ្ញុំមានភ្នែកលួចមើលណាស់តើអ្នកណាចង់ឃើញការទៅធ្វើការគឺពិតជាដូចជាស្ថិតនៅក្នុងខ្យល់អញ្ចឹងសប្តាហ៍ក្រោយផ្ទះដេញថ្លៃ Using នឹងរៀបចំការដេញថ្លៃអ្នករៀបចំការដេញថ្លៃមកជាមួយខ្ញុំទៅការដេញថ្លៃ Using ខ្ញុំនឹងទៅឲ្យពង្រីកការយល់ដឹងរបស់ខ្ញុំតើអ្វីទៅដែលមានតម្លៃនាពេលបច្ចុប្បន្ននេះអូយរឿងនេះមានតម្លៃណាស់វត្ថុបុរាណរាប់លានអ្នកមានវាហើយប៉ុន្តែខ្ញុំបានបំបែកប៉ូស៊ីឡែនពណ៌ខៀវនិងស្ដោយចៃដន្យតម្លៃសិប្បកម្មទំនើបពីហាងដែលខូចមានតម្លៃ10យន់ទាំងអស់នេះទំនើបទាំងអស់រចនាប័ទ្មសិប្បកម្មចៅហ៊ូអ្នកមុខដែលមានភ្នែកម្ខាងធ្វើឲ្យខ្ញុំបាត់ស្មារតីលើកមុនការងាររបស់ប្រធានសន្តិសុខថ្ងៃនេះប៉ូស៊ីឡែនពណ៌ខៀវនិងស្មួយគ្រឿងទៀតត្រូវបានកំទេចនៅថ្ងៃនេះអ្នកមិនចាំបាច់ចំណាយប្រាក់1សែនឬ20000ទេអ្នកអាចភ្លេចអំពីការចាក់ចេញបានប៉ូស៊ីឡែនពណ៌ខៀវនិងប៉ូស៊ីឡែនមានតម្លៃអត្ថបរម៉ា10យន់ខ្ញុំល្ងងណាស់ឈប់និយាយមិនសមហេតុផលដាក់ខ្ញុំទៅវាមិនមែនគ្រាន់តែថាកាបូបនោះត្រូវបានវាបំបែកនោះទេខ្ញុំនឹងយកទាំងអស់នេះលោកយ៉ាវហ៊ីវបានបាត់បង់ការងារហើយបានងាកទៅរកគ្រោះថ្នាក់ល្អណាស់ខ្ញុំមិនដើម្បីប្រើ eyeliner ទេអញ្ចឹងហើយអ្នកត្រូវឲ្យខ្ញុំមើលវាខ្ញុំគិតថាមានអ្វីនៅក្នុងថង់ប៉ូស៊ីឡែនពណ៌ខៀវនិងតម្លៃចានប៉ូស៊ីឡែនសម្រាប់សិប្បកម្មសម័យទំនើបរោងចក្រទំនើប Thagwen មានតម្លៃ10យន់ស្នាដៃសិល្បៈនេះមានតម្លៃ15ដែលហាក់ដូចជាការពិតអ្នកដែលរៀបចំគ្រោះថ្នាក់ចរាចរណ៍សុទ្ធតែជាអ្នកក្លែងបន្លំមកពីស៊ីជើរបាំងមុខសម្រិត3ដុំជាមួយលំនាំឈីលីនតើខ្លាមួយក្បាលមានតម្លៃ200លានប៉ុន្មាន100លាន200លាននៅមានទៀតតើវាពិតឬគ្រាន់តែមានតម្លៃមីឆៃហៅអាយុវែងមានតម្លៃ200លានយន់ខ្លាជើង3សម្រិត Quero អ្នកនិយាយមិនសមរម្យនោះធ្វើឲ្យខ្ញុំខាត់លុយខ្ញុំនឹងរកការងារឲ្យអ្នកធ្វើបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យអ្នកអត់ឃ្លានស្លាប់គ្រោះថ្នាក់ដែលត្រូវបានរៀបចំឡើងរបស់យ៉ាវហ៊ីវគួរតែត្រូវបានខ្ញុំមិនដឹងថាមានអ្វីនៅក្នុងរបស់ដែលខ្ញុំយកមកទេមានមួយពិតប្រាកដមែនហឹមអ្នកអាចយកឈ្នះមួយនេះបានតើវាត្រូវចំណាយប៉ុន្មានលើកមុនដែលអ្នកនៅទីនេះលោកយេងបានរីកាមកខ្ញុំហើយគាត់បានឲ្យខ្ញុំអ្នកបានឲ្យខ្ញុំ100,000យន់ខ្ជាក់វាមកខ្ញុំថ្ងៃនេះខ្ញុំមិនបានប្រាប់អ្នកឲ្យចាក់ចេញតតែសោះចុះបើខ្ញុំយក100,000នោះវិញឥឡូវនេះខ្ញុំមានវាហើយអ្នកត្រូវបង់ប្រាក់5000យន់កុំហៅប៉ូលីសអី5000ក៏ល្អដែរអ្នករាប់បានរាប់ពាន់5000អ្នកកញ្ញាបានក្មេងល្មងតូចឲ្យអ្នកស្គាល់កន្លែងរបស់អ្នកហើយកុំឲ្យខ្ញុំរួចខ្លួនពីរឿងនេះជួបគ្នាម្ដងទៀតហើយអូនសម្លាញ់ចៃដន្យអ្វីម្លេះពិតជាសំណាងណាស់ដែលបានរកឃើញរឿងបែបនេះអូនសម្លាញ់ខ្ញុំគួរតែទៅយូសាងផ្ទះដេញថ្លៃប្រហែលជាអាចផ្ញើលោកលីនបានផ្ដល់តម្លៃខ្ពស់ជាងសូមស្វាគមន៍មកកាន់ត្បូងពេជ្ររបស់យើងផ្ទះដេញថ្លៃទីបេនឹងដេញថ្លៃរបស់អ្នកប៉ុន្តែខ្ញុំក៏ត្រូវនិយាយអំពីធៀបផងដែរសូមឲ្យខ្ញុំប្រាប់អ្នកអំពីការប្រមូលផ្ដុំត្បូងថ្មរបស់យើងផ្ទះដេញថ្លៃស្ថិតនៅកំពូលបំផុតផ្ទះដេញថ្លៃនឹងមិនដេញថ្លៃទេវត្ថុដែលមានតម្លៃតិចជាង1លានយើងសង្ឃឹមថាអ្នកយល់ជាមនុស្សថ្លៃថ្នូរណាស់ខ្ញុំស្គាល់មនុស្សម្នាក់នេះស្លៀកពាក់មិនស្អាតសោះច្បាស់ណាស់មិនមែនជាមនុស្សមានទ្រព្យសម្បត្តិច្រើននឹងលោកលីអ្នកមិនត្រូវការគ្រឿងតុបតែងរឹងដែលខូចទេបើគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងសុំទោសខ្ញុំនឹងជួបអ្នកពេលក្រោយអ្នកគ្រប់គ្រងវូខ្ញុំចង់សួរយើងជាចម្បងថាតើវត្ថុប្រភេទណាខ្លះដែលកំពុងត្រូវបានដាក់លក់ដេញថ្លៃមានតែពេលនោះទេទើបយើងអាចក្លាយជាត្បូងនេះបានវគ្គផ្ដាច់ព្រាត់ដ៏អស្ចារ្យនៃផ្ទះដេញថ្លៃទីបេលោកប៊ីលីនមិនដែលចូលរួមក្នុងព្រឹត្តិការណ៍របស់យើងទេបើដេញថ្លៃការប្រមូលផ្ដុំត្បូងពេជ្រចង់ក្លាយជាធាតុចុងក្រោយយ៉ាងហោចណាស់ការដេញថ្លៃត្រូវតែមានតម្លៃរាប់សិបលានឬច្រើនជាងនេះកំណប់ទ្រព្យលោកខាងលិចក៏សម្រាប់លីនដែរ
លោកចាប់អារម្មណ៍លើទំនិញក្នុងចន្លោះតម្លៃនេះខ្ញុំធ្លាប់បានឮតែប៉ុណ្្នឹងទេហើយវាក៏ដោយសារតែខ្ញុំមិនមានបទពិសោធន៍ច្រើនជាមួយវាដែរប្រសិនបើវត្ថុដែលកំពុងដាក់ដេញថ្លៃគឺវាមានចំនួនជាង10លានដែលអាចក្លាយជាយើង